មាសស្ថិតនៅក្នុងតម្លៃថេរនៅក្នុងថ្ងៃអាទិត្យនេះជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅថ្ងៃអាទិត្យទី19ខែមេសាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទសម្រាប់ថ្ងៃអាទិត្យនេះផងដែរតម្លៃមាសបានធ្វើការស្ថិតនៅក្នុងតម្លៃថេរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺមាសស្ថិតនៅក្នុងតម្លៃ$4,831ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$5,820ក្នុង1តម្លឹងឬស្មើនឹង$582ក្នុង1ជីផងដែរបាទចំណែកឯប្រាក់វិញប្រាក់ក៏បានធ្វើការស្ថិតនៅក្នុងតម្លៃថេរផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$80ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$96ក្នុង1តម្លឹងឬស្មើនឹង$9.6ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$2,570ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃច័ន្ទស្អែកនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចធ្វើការហក់ឡើងបន្តទៀតដែរឬទេឬក៏មានការធ្លាក់ចុះមកវិញខ្លះហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយនៅក្នុងថ្ងៃច័ន្ទស្អែកនេះបន្តទៀតបាទអរគុណច្រើនជម្រាបលាបាទ